ប្រសិនបើដំណឹងនេះជាការពិតមែនចាប់ហើយបងប្រុសម្នាក់មានអាសន្នរត់ទៅរកសមត្ថកិច្ចដើម្បីដាក់ពាក្យបណ្ដឹងសមត្ថកិច្ចជូនគាត់ទៅមើលកន្លែងកាត់ហេតុបែរជាចុងក្រោយសួរបងប្រុសតើមានលុយដើម្បីបង់សេវានៅក្នុងការដាក់ពាក្យបណ្ដឹងដែរអត់បងប្រុសចង់ឆ្លងកាំងនៅពេលដែលឮបែបហ្នឹងហើយមិនបានដាក់ពាក្យបណ្ដឹងទេក៏រត់មកជួបខ្ញុំដើម្បីឲ្យខ្ញុំជួយផ្សព្វផ្សាយហើយខ្ញុំនឹងតំណែងទៅសួរមេប៉ុស្តិ៍ថាតើរឿងរ៉ាវនេះរបៀបម៉េចបងប្អូនរឿងរ៉ាវនេះគឺកើតឡើងស្ថិតនៅក្នុងប៉ុស្តិ៍ភ្នំពេញថ្មីហើយបន្តិចទៀតយើងនឹងធ្វើការតាក់ទងទៅសួរលំអិតព័ត៌មានជាមួយនឹងលោកមេប៉ុស្តិ៍ភ្នំពេញថ្មីដើម្បីចង់ដឹងរឿងរ៉ាវលំអិតសូមបងប្អូនតាមដានព័ត៌មានជាមួយនឹងខ្ញុំទាំងអស់គ្នាបាទសូមគោរពបងបាទសូមគោរពម្ដងទៀតបងអត់មានប្រជាពលរដ្ឋណាមកដល់ប៉ុស្តិ៍ហ្នឹងបងទៅវេលាម៉ោងប្រហែលបងប្រុសម៉ោង4ជាងម៉ោងល្បាក់ខ្ទង់4ជាងបងគាត់ពាក់អាវវាក្លៀកពណ៌ខ្មៅហើយជើងគាត់ហើមជើងបងហើមមិនស្អីពុះចឹកពុះខំពុះចឹកបងគាត់ពាក់អាវវាក្លៀកពណ៌ខ្មៅបាទ4ល្ងាចជាងបាទជាងនៅតែស្រីម្នាក់ប្រុសម្នាក់ទេប៉ុស្តិ៍ហ្នឹងពេលហ្នឹងគាត់ទៅដល់ប៉ុស្តិ៍បងប៉ុស្តិ៍ភ្នំពេញថ្មីបងហ្នឹងគឺមានមន្ត្រីតែស្រីម្នាក់ប្រុសម្នាក់ទេនៅកន្លែងប្រចាំការហើយជូនគាត់ទៅកន្លែងកាត់ហេតុអ្នកដែលជូនគាត់ទៅនឹងស្រីប្រុសបងហ៎រៀងក្មេងដល់ពុកមាត់តិចប្រុសរាងក្មេងដល់ពុកមាត់តិចបងសបល់សសបល់រាងសជីខ្ញុំទៅនេះបងអាចចេញមកអត់គាត់ចេញមកប៉ុនទីមកព្រោះអីបង4រៀនស្មានមិនមកស្មានហ្មងនេះបងចេញមកគាត់ទីមកដើម្បីឲ្យគាត់មកមើលមុខតែខ្ញុំមួយណាតិចមកបងក្នុងនាមបងជាអ្នកដឹកនាំនៅក្នុងប៉ុស្តិ៍នេះតើបងយល់យ៉ាងដូចម្ដេចដែរបងនៅពេលដែលឮប្រជាពលរដ្ឋគាត់ថាមានមន្ត្រីបងទៅធ្វើការយកសេវាកម្មពីប្រជាពលរដ្ឋគណៈដែលយើងជាមន្ត្រីសមត្ថកិច្ចបម្រើប្រជាពលរដ្ឋយើងអត់យកសេវាកម្មទេប៉ុន្តែបើជាឮពាក្យបែបហ្នឹងខ្ញុំទទួលបែបនេះខ្ញុំអត់ទទួលយកបានទេមន្ត្រីមានរបៀបបែបនេះគឺអនុវត្តតាមវិន័យបងកម្លាំងហ្នឹងបាទអូបងប្អូនលោកមេប៉ុស្តិ៍គឺគាត់អនុវត្តមើងម៉ាត់ណាគាត់ថាប្រសិនបើមន្ត្រីរបស់គាត់គឺខលខូចបែបហ្នឹងគឺគាត់អនុវត្តតាមវិន័យរបស់កងកម្លាំងរបស់សមត្ថកិច្ចបាទអញ្ចឹងបងកុំបារម្ភទីទៀតខ្ញុំជូនបាយទៅកន្លែងប៉ុស្តិ៍ណាបងបាទបងអរគុណបងប្អូនប្រិមិត្តឥឡូវនេះយើងបានសួរលោកមេប៉ុស្តិ៍មិញគាត់ថាគាត់សុំសួរមន្ត្រីគាត់បន្តិចសិនបាទវាឆ្ងល់អូធម្មតាមន្ត្រីគាត់បម្រើប្រជាពលរដ្ឋគាត់មិនមែនគេហៅថាទៅបម្រើដើម្បីដោះដូរនៃសេវាទេព្រោះគាត់ហូបប្រាក់ខែរដ្ឋហើយបាទមិនគាត់ទៅធ្វើអញ្ចឹងទៀតឥឡូវបងប្រុសខ្ញុំសូមសួរបងបន្តិចតើករណីបងរបៀបមិនដែរមុនដំបូងខ្ញុំឌុបគេទៅយកអាវឬផ្ទះហ្នឹងហើយខ្ញុំដើរទៅជាមួយគេត្រូវរើអាវប្រហែល10នាទីយកអាវហ្នឹងវិញមកដល់កន្លែងបាត់ម៉ូតូដែរអូប៉ុន្តែបងស្គាល់បុគ្គលដែលយកម៉ូតូបងហ្នឹងស្គាល់បងមានតំណែងអីមួយគាត់ទាំងអស់អត់មានតំណែងអីទេគាត់ស្គាល់ធម្មតាទេបាទបន្ទាប់ពីបងជួបរឿងរ៉ាវបែបហ្នឹងរួចបងអញ្ជើញទៅប៉ុស្តិ៍ហើយសមត្ថកិច្ចគាត់ប្រាប់បងយ៉ាងម៉េចដែរសមត្ថកិច្ចគាត់ថាឥឡូវជូនទៅកន្លែងកាត់ហេតុខ្ញុំក៏ជូនមកដល់កន្លែងកាត់ហេតុគាត់សួរនាំដែលនៅចិត្តហ្នឹងគេនិយាយថាឃើញអ្នកហ្នឹងយកម៉ូតូរបស់ខ្ញុំមែនហើយក៏គាត់ថាឥឡូវចង់ដាក់ពាក្យបណ្ដឹងមានលុយបង់សេវាកម្មអត់ហើយខ្ញុំថាអត់មានទេតែសេវាកម្មអីបងខ្ញុំអត់ដឹងដែរគាត់និយាយអញ្ចឹងខ្ញុំមិនដឹងបងច្បាស់ណាថាបងទៅដាក់ពាក្យបណ្ដឹងនៅនឹងប៉ុស្តិ៍ភ្នំពេញថ្មីបាទហើយមន្ត្រីប៉ុស្តិ៍ភ្នំពេញថ្មីហ្នឹងអ្នកនាំបងទៅមើលកន្លែងកាត់ហេតុបាទនៅវេលាម៉ោងប្រហែលបងប្រុសម៉ោងប្រហែលជា4កន្លះម៉ោង5 7:5បងប្អូនប្រិមិត្តសូមសរុបឲ្យបងប្អូនយល់មានន័យថាបងប្រុសគាត់ត្រូវបានបុគ្គលម្នាក់ធ្វើការយកម៉ូតូគាត់ទៅដោយដំបងឡើយគាត់បានធ្វើការជូនគេទៅយកកៅអៅនៅបោកន្លែងមិនហ្នឹងហើយក៏គេបានយកម៉ូតូគាត់ទៅបាត់ដល់ពេលបន្ទាប់ពីគាត់បាត់អញ្ចឹងគាត់ក៏រត់ទៅរកសមត្ថកិច្ចដើម្បីធ្វើការដាក់ពាក្យបណ្ដឹងប៉ុន្តែបន្ទាប់ពីគាត់ទៅដល់ប៉ុស្តិ៍សមត្ថកិច្ចក៏សុំធ្វើការឲ្យគាត់នាំទៅកន្លែងកាត់ហេតុសិនសមត្ថកិច្ចនាំទៅដល់កន្លែងកាត់ហេតុរួចសួរអ្នកចិត្តខាងគេទទួលស្គាល់ថាអូរឿងរ៉ាវអង្គហេតុហ្នឹងវាអញ្ចឹងមែនបន្ទាប់មកទៀតហ្នឹងគាត់ក៏សួរបងប្រុសថាតើដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចរកហ្នឹងតើមានលុយបង់ថ្លៃសេវាកម្មអត់ហើយអញ្ចឹងបងប្រុសគាត់ឆ្ងល់ថាតើសេវាកម្មអីដល់ពេលគាត់ថាអត់មានទៅក៏អត់បានដាក់នៅពាក្យបណ្ដឹងហើយមិញនេះខ្ញុំក៏បានតាក់ទងសួរបងមេប៉ុស្តិ៍ដែរក៏ប៉ុន្តែគាត់បានបញ្ជាក់មកខ្ញុំវិញថាសូមចាំបន្តិចសិនគាត់នឹងសាកសួរទៅលើមន្ត្រីនៅក្នុងប៉ុស្តិ៍របស់គាត់បាទរឿងរ៉ាវវាដូចចម្លែកពេកក្នុងនាមជាមន្ត្រីសមត្ថកិច្ចគួរណាទៅទទួលពាក្យបណ្ដឹងប្រជាពលរដ្ឋក៏មិនគួរណាទៅអដិញគេហៅថាទារសេវាកម្មអញ្ចឹងដែរអូឥឡូវលោកមេប៉ុស្តិ៍ភ្នំពេញថ្មីគាត់ខលមកវិញហើយប្រិមិត្តបាទសូមគោរពបងបាទសូមគោរពម្ដងទៀតបងអត់មានប្រជាពលរដ្ឋណាមកដល់ប៉ុស្តិ៍ហ្នឹងបងទៅវេលាម៉ោងប្រហែលបងប្រុសម៉ោង4ជាងម៉ោងល្បាក់ខ្ទង់4ជាងបងគាត់ពាក់អាវវាក្លៀកពណ៌ខ្មៅហើយជើងគាត់ហើមជើងបងហើមមិនស្អីពុះចឹកពុះខំពុះចឹកបងគាត់ពាក់អាវវាក្លៀកពណ៌ខ្មៅបាទ4ល្ងាចជាងបាទនៅតែស្រីម្នាក់ប្រុសម្នាក់ទេប៉ុស្តិ៍ហ្នឹងពេលហ្នឹងគាត់ទៅដល់ប៉ុស្តិ៍បងប៉ុស្តិ៍ភ្នំពេញថ្មីបងហ្នឹងគឺមានមន្ត្រីតែស្រីម្នាក់ប្រុសម្នាក់ទេនៅកន្លែងប្រចាំការហើយជូនគាត់ទៅកន្លែងកាត់ហេតុអ្នកដែលជូនគាត់ទៅនឹងស្រីប្រុសបងហ៎រៀងក្មេងដល់ពុកមាត់តិចប្រុសរាងក្មេងដល់ពុកមាត់តិចបងសបល់សបល់រាងសជីខ្ញុំទៅនេះបងអាចចេញមកអត់គាត់ចេញមកប៉ុនទីមកព្រោះអីបង4រៀនស្មានមិនមកស្មានហ្មងនេះបងចេញមកគាត់ទីមកដើម្បីឲ្យគាត់មក
mà mơ một tay như mùi nào thì nó bảo ក្នុងនាមបងជាអ្នកដឹកនាំនៅក្នុងប៉ុស្តិ៍នេះតើបងយល់យ៉ាងដូចម្ដេចដែរបងនៅពេលដែលឮប្រជាពលរដ្ឋគាត់ថាមានមន្ត្រីបងទៅធ្វើការយកសេវាកម្មពីប្រជាពលរដ្ឋខណៈដែលយើងជាមន្ត្រីសមត្ថកិច្ចបម្រើប្រជាពលរដ្ឋយើងអត់យកសេវាកម្មទេប៉ុន្តែបើជាឮពាក្យបែបហ្នឹង nhom từ từ bạn đến nhưng mà từ từ cho bạn em một tay Bà. biên được hiệp bạn đi từ ăn uống tan bên này con làm làng បាទអូបងប្អូនលោកមេប៉ុស្តិ៍គឺគាត់អនុវត្តមើងម៉ាត់ណាគាត់ថាប្រសិនបើមន្ត្រីរបស់គាត់គឺខលខូចបែបហ្នឹងគឺគាត់អនុវត្តតាមវិន័យរបស់កងកម្លាំងរបស់សមត្ថកិច្ចបាទអញ្ចឹងបងកុំបារម្ភទីទៀតខ្ញុំជូនបាយទៅកន្លែងប៉ុស្តិ៍ណាបងបាទអរគុណបងមេប៉ុស្តិ៍ដែលបានផ្ដល់កិច្ចសភាជូនបងប្អូនបងណាអរគុណច្រើនបងបាទបងប្អូនឥឡូវបងមេប៉ុស្តិ៍គាត់បាននិយាយម៉ាត់យ៉ាងខ្លីគាត់ថាប្រសិនបើមន្ត្រីគាត់ធ្វើបែបហ្នឹងមែនគាត់នឹងអនុវត្តតាមបទបញ្ជាឬមួយក៏វិន័យនៃកងកម្លាំងបើអត់ឲ្យមានមន្ត្រីអញ្ចឹងទេហេតុអីបានប្រជាពលរដ្ឋទៅដាក់ពាក្យបណ្ដឹងទៅទារថ្លៃសេវាក្រៅរបស់គាត់ទីទៀតខ្ញុំនឹងលំអិតបន្ថែមនៅពេលដែលជូនគាត់ទៅដល់ប៉ុស្តិ៍អញ្ចឹងជុំវិញនឹងព័ត៌មាននេះខ្ញុំបាទសូមធ្វើការបញ្ចប់តែប៉ុណ្ណេះហើយរឿងរ៉ាវទាំងប្រហែលក៏ខ្ញុំបានសុភាសាកសួរគាត់ទ្រុសឲ្យបងប្អូនយល់ខ្លះៗហើយដែរបងប្អូនជាទីមេត្រីជុំវិញនឹងព័ត៌មានខាងលើខ្ញុំបាទមានសារម៉តរហ័ស3ត្រង់មិនមានអ្វីច្រើនទេគ្រាន់តែចង់ជម្រាបជូនបងប្អូនតែប៉ុណ្ណេះសិនប្រសិនបើមានអ្វីបន្ថែមជុំវិញនឹងករណីណាមួយឬក៏ករណីនេះខ្ញុំបាទនឹងធ្វើការលំអិតនៅព័ត៌មានជម្រាបជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនិងជ្រាបជាបន្តទៀតខ្ញុំបាទមានសារម៉តរហ័ស3ត្រង់ក៏សូមធ្វើការអរគុណនិងសូមគោរពលាម្សៅស៊ុបមាន់សញ្ញាចានត្រូវេកឆ្ងាញ់ចង់បានម្ហូបឆ្ងាញ់កុំភ្លេចប្រើប្រាស់ប៊ីចេងសញ្ញាចានត្រូវេកតំណាក់តំណងតំណាងចែកចាយបន្តបងប្អូនគ្រប់យ៉ាងមានហេតុគឺត្រូវតែមានផលមានការចាប់ផ្ដើមក៏ត្រូវតែមានការបញ្ចប់ដូចគ្នាជម្រាបសួរបងមេប៉ុស្តិ៍បាទបងប្រកាសជាបានឃើញហើយនៅព័ត៌មានដែលខ្ញុំផ្សាយបងប្រុសគាត់លើកឡើងថាមន្ត្រីរបស់បងបាននាំទៅមើលនៅកន្លែងកាត់ហេតុហើយគាត់សួរថាតើត្រូវដាក់ពាក្យបណ្ដឹងអត់មន្ត្រីរបស់បងលើកឡើងថាមានសេវាអត់តើចំពោះរឿងសេវាហ្នឹងបងអាចបញ្ជាក់ឲ្យខ្ញុំឬមួយក៏មហាជនគាត់បានជ្រាបបានទេបងតើសេវានេះគឺសំដៅទៅលើអ្វីបង បងម្ចាស់ម៉ូតូនេះទៅឲ្យលុយប៉ុណ្ណឹង 100000 ទៅខ្ញុំតោមឲ្យហើយមន្ត្រីខ្ញុំគាត់ដឹងថាគ្នាទាំង4នាក់ហ្នឹងគាត់ស្គាល់គ្នាទាំងម្ចាស់ម៉ូតូទាំងអ្នកយកម៉ូតូហើយទាំងអ្នកដែលឃើញអ្នកយកម៉ូតូអញ្ចឹងគាត់ថាបើបងឯងស្គាល់អ្នកហ្នឹងហើយបើឯងឲ្យសេវាគេបន្តិចទៅដើម្បីឲ្យគេយកម៉ូតូយកមកឲ្យហ្នឹងហើយរឿងវាប៉ុណ្ណឹង ចុះហេតុអីបានជាពាក្យដែលគាត់និយាយថាសេវាកម្មហ្នឹងស្របពេលដែលបងដែលជាប្រជាពលរដ្ឋនេះគាត់សួរថាតើដាក់ពាក្យបណ្ដឹងអត់ហើយមន្ត្រីបងនិយាយអាពាក្យហ្នឹងស្របពេលដែលគាត់សួរអញ្ចឹងដោយសារដាក់ពាក្យបណ្ដឹងនឹកឃើញថាអ្នកដែលយកអ្នកដែលស្គាល់អ្នកដែលឃើញហ្នឹងជាមនុស្សស្គាល់គ្នាអញ្ចឹងបងចង់ដាក់ក៏បានមិនដាក់ក៏បានបាទចំណុចហ្នឹងហើយដល់ទៅពេលគាត់អញ្ចឹងគាត់គាត់ថាសមត្ថកិច្ចយើងអត់ទទួលពាក្យបណ្ដឹងគាត់ពេលដែលសមត្ថកិច្ចសុំឲ្យគាត់នាំទៅកន្លែងកាត់ហេតុបាទ បន្ទាប់ពីបងបានធ្វើការសាកសួរទាំងមន្ត្រីរបស់បងទាំងបងដែលជាប្រជាពលរដ្ឋដែលលើកឡើងរឿងហ្នឹងបងសួរអស់រយៈពេលមកសន្ទុះធំហើយតើលទ្ធផលដែលបងបានមកមន្ត្រីរបស់បងបានទទួលលុយពីគាត់អត់ហើយតើរឿងសេវាកម្មហ្នឹងគឺសំដៅទៅលើអ្វីសេវាកម្មហ្នឹងយើងសួរទៅរងគ្រោះតើសេវាកម្មជាសេវាកម្មអីរងគ្រោះគាត់ថាគាត់អត់ដឹងដែរចុះបងដឹងថាមន្ត្រីខ្ញុំទាលុយពីបងដែរអត់គាត់ថាអត់មានបានទាទេដល់ពេលសួរគាត់ថាសេវាកម្មអីគាត់ថាគាត់អត់ដឹងដែរ បងប្រុសតើមន្ត្រីរបស់លោកមេប៉ុស្តិ៍ភ្នំពេញថ្មីមានបានទាថវិកាពីបងអត់អត់បានទាផងចុះពាក្យដែលគាត់និយាយថាសេវាកម្មនេះតើបងយល់ន័យពាក្យដែលគាត់និយាយថាសេវាកម្មនឹងដែរទេបានយល់ន័យប៉ុន្តែគាត់ប្រកាសជានិយាយពាក្យហ្នឹងមែនគាត់គ្រាន់តែនិយាយថាមានសេវាកម្មមិនដឹងសេវាកម្មអីទេប៉ុន្តែស្របពេលដែលបងសួរគាត់ថាខ្ញុំដាក់ពាក្យបណ្ដឹងដែរអត់គូដាក់ពាក្យបណ្ដឹងដែរអត់ហើយគាត់និយាយពាក្យថាសេវាកម្មនឹងមកបាទគាត់សួរគាត់ថា មានសេវាកម្មអត់ហើយគាត់អត់បាននិយាយថាទៀមទាពីខ្ញុំដែរអត់បានទៀមទាពីខ្ញុំទេបាទគាត់គាត់តែសួរទេហើយជួននឹងពាក្យហ្នឹងគាត់និយាយពីមួយឃ្លាពីមុនមកខ្ញុំអត់បានចាប់អារម្មណ៍ដែរប្រិមិត្តអញ្ចឹងបានខ្ញុំរៀងយល់បន្តិចមានន័យថាបងប្រុសគាត់បញ្យល់មិននេះមានន័យថាអាចនឹងពាក្យសេវាកម្មនេះបងមន្ត្រីនៅក្នុងសង្កាត់ភ្នំពេញថ្មីគាត់និយាយតពីអ្វីដែលគាត់និយាយកន្លងមកជាច្រើនមួយគាត់ណានិយាយស្គាល់នេះស្គាល់នោះត្រូវបានម៉ូតូធ្វើម៉េចឲ្យលុយឬមកសេវាកម្មទៅមិត្តភក្តិដែលគាត់ស្គាល់ហ្នឹងទៅក៏លោកគេឆាប់ផ្ដល់តំណែងអីចុះមួយចុះពីរអញ្ចឹងខ្ញុំរៀងយល់កន្លែងតំណែងប៉ុន្តែមួយទៀតបងតើអត្តចរិតរបស់មន្ត្រីរបស់បងដែលត្រូវបានបងគាត់ចោទនេះតើអត្តចរិតគាត់កន្លងមកមិនដែរបងសូមនិយាយឲ្យត្រង់កន្លែងត្រង់ចំណុចនេះខ្ញុំមិនកាន់បបតបនឹងមន្ត្រីតខូចទេហើយមន្ត្រីខ្ញុំដែលទទួលព័ត៌មានមិនដឹងពីគាត់នេះអត្តចរិតរបស់គាត់ជាមន្ត្រីល្អហ្នឹងហើយគាត់មកធ្វើការជាមួយខ្ញុំនេះក្នុងរយៈពេល4ឆ្នាំជាងនេះគឺគាត់មិនដែលមានផលធ្វើឲ្យអង្គភាពនឹងជួបបញ្ហាអ្វីដែរទើបថ្ងៃនេះហើយដល់ខ្ញុំគាត់
គាត់បានផ្ដល់ព័ត៌មានថានេះមន្ត្រីនេះទៅយកគាត់ខ្ញុំសម្លាងកាំងមកព្រោះគាត់គឺជាមន្ត្រីល្អហើយដល់តែឮចឹងខ្ញុំអត់សប្បាយចិត្តដែរមិនអត់សប្បាយចិត្តពួកគាត់ខ្ញុំអត់សប្បាយចិត្តពួកមន្ត្រីខ្ញុំតែគាត់ឮថាទាសេវាទាលុយទីអីហ្នឹងប៉ុន្តែបច្ចៈស្ដែងវាអត់បានលុយអ្វីដែលសេវាដែលថាសេវាចង់បានលុយហ្នឹងបើសេវាហ្នឹងអាពាក្យថាសេវាហ្នឹងគឺថាមន្ត្រីខ្ញុំប្រាប់ថាបើឯងបើស្គាល់គ្នាអញ្ចឹងឲ្យលុយគេតិចតួចទៅដើម្បីឲ្យនោះជួយយកម៉ូតូខ្ញុំឲ្យលឿនតិចព្រោះគាត់ស្គាល់គ្នាអ្នកទាំង4គាត់ស្គាល់គ្នាទាំងអស់បាទបងប្អូនបងដែលជាមេប៉ុស្តិ៍គាត់បានបញ្ជាក់រឿងរ៉ាវមួយចំនួននេះជាសំណួរខ្លះៗដែលខ្ញុំត្រូវសួរគាត់នៅពេលដែលបងប្រុសគាត់ប្រាប់ថាគាត់ជួបរឿងរ៉ាវបែបហ្នឹងប៉ុន្តែបញ្ជាក់នៅពេលដែលខ្ញុំឮគាត់និយាយបែបហ្នឹងភ្លាមមកប្រាប់ខ្ញុំនៅពេលដែលខ្ញុំនៅគោលដៅផ្សាយព័ត៌មានណាគឺខ្ញុំបានតាក់ទងមកសួរគាត់ភ្លាមហើយគាត់ក៏បានទទួលហើយនិយាយយ៉ាងច្បាស់ថាសូមនាំបងដែលជាប្រជាពលរដ្ឋលើកឡើងហ្នឹងមកប៉ុស្តិ៍នៅពេលដែលមកដល់ប៉ុស្តិ៍គឺខ្ញុំកត់សម្គាល់ត្រង់ចំណុចមួយគឺគាត់អត់បានទៅនិយាយពាក្យណាដើម្បីបំភ័យឲ្យបងមានការភ័យខ្លាចឲ្យនិយាយពាក្យអីទេអ្វីដែលបងមកដល់ប៉ុស្តិ៍ទំពំបំផុតគឺលោកមេប៉ុស្តិ៍សូមថាបងជួយចង្អោលតើមន្ត្រីខ្ញុំរូបណានៅប្រចាំការនៅប្រមាណអ្នកនេះប្រសិនបើមើលនៅក្នុងមន្ត្រីដែលប្រចាំការប្រមាណអ្នកនេះមិនមានទេសូមបងអញ្ជើញមើលនៅរចនាសម្ព័ន្ធរបស់ប៉ុស្តិ៍គឺអញ្ជើញគឺបែបហ្នឹងអញ្ចឹងកន្លែងត្រង់នេះគឺបញ្ជាក់ថាបងគាត់អត់គ្រប់គ្រងមន្ត្រីដែលគេហៅថាពុករលួយឬមួយក៏មន្ត្រីដែលខលខូចទេនេះត្រង់ចំណុចហ្នឹងហើយសរុបជារួមឲ្យបងប្អូនយល់ពាក្យថាគេហៅថាសេវាកម្មហ្នឹងគឺអត់ដឹងថាតើផ្ដោតទៅលើសេវាកម្មអីគិតអំពីរឿងលុយឬមួយក៏គិតអំពីសេវាកម្មអីផ្សេងឬមួយក៏យ៉ាងណាប៉ុន្តែបើតាមអ្វីដែលបងមេប៉ុស្តិ៍គាត់សាកសួរទាំងសងខាងអស់រយៈពេលមួយសបកធំមិញនេះគឺមន្ត្រីរបស់គាត់ជាយាមនៅក្នុងការបញ្យលហើយប្រាប់នៅដំណើរដើមតងនៅក្នុងការលួងលោមអ្នកដែលបានដឹងឮឬមួយក៏នៅក្នុងហេតុការណ៍ហ្នឹងដើម្បីធ្វើម៉េចផ្ដល់ដំណឹងអីផ្សេងៗហើយអាចនឹងប្រតិកាឡានៅក្នុងការនិយាយពាក្យសេវាកម្មនៅក្នុងហ្នឹងបងមេប៉ុស្តិ៍តើបងមានពាក្យពេចន៍អីជាចុងក្រោយដើម្បីជម្រាបជូនមហាជនកុំឲ្យគាត់មានការភ័ន្តច្រឡំទៅដល់ប៉ុស្តិ៍ភ្នំពេញថ្មីរបស់បងជាចុងក្រោយខ្ញុំសូមជម្រាបជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្ញុំឬឆ្លងកាត់មូលដ្ឋានរបស់ខ្ញុំក៏មានបញ្ហាអ្វីដែលតាក់ទងនឹងរាល់បទល្មើសទាំងឡាយសូមផ្ដល់ព័ត៌មានមកខ្ញុំតាមរយៈលេខទូរស័ព្ទខ្ញុំបានដាក់បង្ហាញទៅលើប៉ុស្តិ៍នេះ24ម៉ោងឬ24ម៉ោងហើយខ្ញុំទទួលរីករាយនៅបណ្ដឹងទាំងឡាយដែលប្រជាពលរដ្ឋដែលសុំសេវាដើម្បីដល់នៅរហ័សទាន់ចិត្តបាទគ្រប់អរគុណបងប្អូនប្រិមិត្តប្រកាសជាបានស្ដាប់នៅកិច្ចសភាដែលខ្ញុំសភាជាមួយនឹងបងដែលជាមេប៉ុស្តិ៍នៅក្នុងសង្កាត់ភ្នំពេញថ្មីផ្ទាល់ហើយក៏បងប្រុសដូចគ្នាអញ្ចឹងរឿងរ៉ាវទាំងនេះបងបានផ្ដល់កិច្ចសភាជូនគាត់អស់ណាបងបាទបានសួរនាំច្បាស់លាស់ណាបាទអញ្ចឹងបងជួយផ្ដល់ធ្វើម៉េចឲ្យលំអិតដល់គាត់ព្រោះគាត់ក៏អត់គ្រប់គ្រងនៅមន្ត្រីដែលខូចដែរធម្មតាគាត់គឺជាមេប៉ុស្តិ៍ដែលគ្រប់គ្រងនៅក្នុងប៉ុស្តិ៍ភ្នំពេញថ្មីនេះក៏ពិតមែនក៏ប៉ុន្តែពេលខ្លះគាត់អត់អាចក្តាប់រួមថាតើកូនចៅគាត់ខ្លះធ្វើម៉េចអីមិនដែរប៉ុន្តែសំខាន់គឺគាត់អត់គ្រប់គ្រងនៅទង្វើដែលមន្ត្រីខលខូចកន្លែងត្រង់ចំណុចហ្នឹងគឺខ្ញុំគ្រប់គ្រងទៅដល់បងមេប៉ុស្តិ៍អញ្ចឹងជុំវិញនឹងព័ត៌មានដែលខ្ញុំធ្វើការអធិប្បាយខាងលើក៏ដូចជាព័ត៌មានដែលខ្ញុំបានរាយការណ៍នៅមុននេះគឺខ្ញុំសូមធ្វើការបញ្ជាក់ហើយនឹងក៏សូមធ្វើការបញ្ចប់តែប៉ុណ្ណេះប្រសិនបើមានអ្វីបន្ថែមជុំវិញនឹងករណីដែលខ្ញុំបានផ្សាយខាងលើឬក៏ព័ត៌មានផ្សេងមួយណាទៀតខ្ញុំបាននឹងធ្វើការលម្អិតនិងជម្រាបជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនិងជ្រាបជាបន្តទៀតខ្ញុំបាទមានសារ៉ាមករហ័សបៃត្រង់រួមជាមួយនឹងបងមេប៉ុស្តិ៍និងបងដែលជាប្រជាពលរដ្ឋក៏សូមធ្វើការបញ្ចប់នៅព័ត៌មាននេះតែប៉ុណ្ណេះបាទសូមអរគុណបាទអរគុណបងអរគុណបាទម៉ូតូរហូតដល់100គ្រឿង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 រង្វាន់ម៉ូតូ100គ្រឿង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 រង្វាន់ម៉ូតូរហូតដល់100គ្រឿងរង្វាន់ម៉ូតូរហូតទៅដល់100គ្រឿងឈ្នះរង្វាន់ម៉ូតូ100គ្រឿងលុយសុទ្ធ400លានរៀលនិងសម្រាប់ប្រើប្រាស់ជាច្រើនទៀតជារៀងរាល់ថ្ងៃរហូតដល់អស់ស្តុកទាំង5សាខាពីក្រុមហ៊ុនម៉ូតូមួយគីពិសេសសិក្សា2ម៉ោងបានម៉ូតូជិះអមដោយកាដូ21មុខប្រញាប់ឡើងពុកម៉ែបងប្អូនដល់គ្នាចំនួនមានកំណត់